ចំពោះវីដេអូមួយនេះគឺយើងសិក្សាទៅលើមុខងារ voice over នៅក្នុងកម្មវិធី CapCut ដើម្បីចូលទៅ record ការនិយាយរបស់យើង voice over របស់យើងអញ្ចឹងអាហ្នឹងយើងទៅសេជា prompt ក៏បានបើជាទូទៅពីខ្ញុំទៅគឺខ្ញុំ voice direct យកហ្មងតែបើយើងដបងទេយើងអាចទៅសេជា prompt បែបខ្ញុំចេះបានវាគឺងាយស្រួលនៅពេលអ្នកទាំងអស់គ្នានិយាយទៅគឺវា load prompt ទៅលើ prompter ហ្នឹងវា load អីដែលយើងចង់និយាយហ្នឹងនៅលើនឹងឲ្យយើងមើលហ្មងអញ្ចឹងទៅយើងដូចយើងមាន pro មួយនៅលើហ្នឹងអញ្ចឹងណាអញ្ចឹងតើតើជាមួយនឹងមុខងារដាក់ prompt ហ្នឹងគឺវាងាយស្រួលមួយយ៉ាងដែរតែទូទៅបើពីខ្ញុំហ្មងខ្ញុំមាន comment ថាมันចាំបាច់ប្រើ prompt ក៏បានដែរគឺយើងរៀននិយាយអីដែល real ហ្មងទៅគឺវាងាយស្រួលជាងបើយើងនិយាយថាយើងមើលតាម prompt និយាយដូចអានអក្សរអញ្ចឹងទៅមានអារម្មណ៍ថាឆ្កងចឹងមុខងារ voice over នេះគឺយើងអាចសង្កត់ voice ជាប់ហ្មងក៏បានដែរឬក៏យកមួយទៀតយើងអាចចុចឲ្យវានឹង load 3 វិនាទីដើម្បីឲ្យយើងនេះអញ្ចឹងមុខងារ voice over នឹងទៀតសោតគឺនៅក្នុងហ្នឹងមានមុខងារជាច្រើនដែលយើងអាចប្រើបាននៅក្នុង voice over ហ្នឹងយើងមាន time volume duplicate delete speed អីផ្សេងដូចវីដេអូទូទៅគឺខ្ញុំតម្លើង volume មួយខ្ពស់ហើយ speed យើងអាចដាក់ 1.2 1.3 ទៅតាមអីដែលយើងគិតថាល្មមសមស្របស្ដាប់បានកុំឲ្យវាលឿនពេកហើយកុំឲ្យវាលឿនពេកហើយនៅក្នុង voice over ទៀតសោតគឺយើងអាចកែសំឡេងទៅជាសំឡេងធំសំឡេងតូចសំឡេងបែបកូនក្មេងបែប AI គឺមានជាច្រើនមែនទែនគឺយើងអាចកែបានហើយកម្មវិធីហ្នឹងក៏អាចកាត់ណយបានដូចគ្នាតែតម្រូវឲ្យយើងប្រើប្រាស់ Pro តែបើយើងមិនចាំបាច់ប្រើ Pro ទេយើងប្រើធម្មតាក៏បានដែរយើងនិយាយកន្លែងណាដែលស្ងាត់កន្លែងណាដែលអត់មានមនុស្សអញ្ចឹងនៅពេលដែលយើង voice over ទៅលើវីដេអូរបស់យើងអញ្ចឹងពេលនេះខ្ញុំដាក់គឺយើងចុចចេះវាមាន3វិបើយើងចុច select ឲ្យជាប់ហ្មងអាហ្នឹងគឺយើង voice direct យកតែម្ដងគឺយើងមិនចាំបាច់ចាំវា3វិបានយើង voice ទេចឹងនៅក្នុង voice over នឹងទៀតសោតយើងអាចសេរីវារំកិលទៅមុខថយក្រោយច្រឹបវាត្រឹមវាអីផ្សេងគឺបានទាំងអស់អ្នកទាំងអស់គ្នាយើងលៃមកល្មមមកស្អាតដាក់មកប្រុសស្ដាប់មកនិយាយទៅមកចូលតិចអញ្ចឹងចំពោះវីដេអូមួយនេះគឺខ្ញុំចែករំលែកតាក់ទងជាមួយនឹងមុខងារ voice over នៅក្នុងកម្មវិធី CapCut ចំពោះវីដេអូបន្ទាប់ខ្ញុំនឹងចេញជាបន្តឲ្យអរគុណច្រើនជួបគ្នានៅវីដេអូក្រោយ